ក្រុមជម្រើសជាតិបារាំង Les Bleus ត្រូវបានគេចាត់ទុកថាជាក្រុមដែលមានភាគរយខ្ពស់បំផុតមួយក្នុងការលើកពានរង្វាន់ FIFA World Cup 2025 មួយនេះក្រោមការដឹកនាំរបស់លោក Didier Deschamps ក្រុមមាន់គោកបារាំងមានការរៀបចំខ្លួនយ៉ាងល្អដោយមានការរួមបញ្ចូលគ្នារវាងកីឡាករវ័យក្មេងមានទេពកោសល្យនិងកីឡាករចាស់វស្សាដែលមានបទពិសោធន៍ខ្ពស់ខាងក្រោមនេះជាការវិភាគលម្អិតអំពីភាពខ្លាំងចំណុចខ្សោយនិងឱកាសរបស់បារាំងក្នុងការក្លាយជាម្ចាស់ពានរង្វាន់ពិភពលោកលើកនេះភាពខ្លាំងនិងការត្រៀមខ្លួនរបស់បារាំងបានឆ្លងកាត់វគ្គជម្រុះ Qualifying យ៉ាងជោគជ័យដោយឈរនៅលេខ1ក្នុងពូលឈ្នះ5-1និងមិនដែលចាញ់ដោយទម្លុះសំណាញ់ទីគូប្រកួតបាន15គ្រាប់និងរបូតតែ4គ្រាប់ប៉ុណ្ណោះតំបន់ប្រហារដ៏គួរឲ្យខ្លាចបំផុតនៅលើពិភពលោកតម្លៃខ្លួននៃតំបន់ប្រហាររបស់បារាំងសរុបមានរហូតដល់ទៅជាង800លានអឺរ៉ូក្រៅពីមានប្រធានក្រុមដ៏ឆ្នើម Kylian Mbappé បារាំងមានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ពាន Ballon d'Or ឆ្នាំ2025គឺ Ousmane Dembélé Michael Olise ដើរតួជាលេខ10និងខ្សែប្រយុទ្ធវ័យក្មេង Bradley Barcola និង Desire Dow ការផ្លាស់ប្ដូរទម្រង់លេងថ្មីដែលមានតុល្យឲ្យភាពបន្ទាប់ពីការចូលនិវត្តន៍របស់ Olivier Giroud ក្នុងឆ្នាំ2024លោក Deschamps បានប្ដូរមកប្រើទម្រង់4-2-3 មួយដែលជួយឲ្យតំបន់បម្រើនិងប្រយុទ្ធមានភាពរស់រវើកនិងមានសេរីភាពក្នុងការបង្កើតឱកាសច្រើនជាងមុនមិនដូចកាលពី Euro 2024ដែលលេងបែបការពារពេកនោះទេតំបន់ការពារនិងយុទ្ធសាស្ត្ររឹងមាំការមានខ្សែការពារកណ្ដាលលំដាប់ពិភពលោកដូចជា William Saliba របស់ Arsenal ធ្វើឲ្យតំបន់ការពាររបស់បារាំងពិបាកនឹងទម្លុះរីឯលោក Didier Deschamps ក៏ជាគ្រូបង្វឹកដែលពោរពេញដោយយុទ្ធសាស្ត្រជាក់ស្ដែងនិយម Pragmatism និងស្គាល់ពីរបៀបឈ្នះពានច្បាស់បំផុតចំណុចខ្សោយនិងបញ្ហាប្រឈមទោះបីជាមើលទៅល្អឥតខ្ចោះយ៉ាងណាប៉ុន្តែបារាំងនៅតែមានចំណុចដែលត្រូវប្រុងប្រយ័ត្នកង្វះខ្សែប្រយុទ្ធកណ្ដាលពិតប្រាកដ No 9 focal pointចាប់តាំងពីគ្មាន Giroud មកការស្វែងរកទល់ឲ្យភាពក្នុងការដាក់ឲ្យ Mbappé លេងជាខ្សែប្រយុទ្ធកណ្ដាលជួនកាលធ្វើឲ្យបារាំងខ្វះអ្នកបង្គោលចាំបង្កការគៀបសង្កត់ក្នុងប្រអប់គ្រោះថ្នាក់បញ្ហាតំបន់ការពារស្លាបឆ្វេងការជ្រើសរើសរវាង Theo Hernandez និង Lucas Digne នៅតែជាសញ្ញាសួរព្រោះអ្នកទាំងពីរពូកែប្រយុទ្ធជាងការពារខណៈដែល Lucas Hernandez តែងតែជួបបញ្ហារបួសសម្ពាធនៃការប្រកួតនឹងពូល I នៅក្នុងវគ្គចែកពូលបារាំងត្រូវជួបជាមួយ Senegal អ៊ីរ៉ាក់និង Norway ដែលមាន Erling Haalandទោះបីជាបារាំងអាចឆ្លងផុតប៉ុន្តែវាទាមទារការផ្ដោតអារម្មណ៍ខ្ពស់ដើម្បីយកលេខ1ក្នុងពូលតើបារាំងអាចក្លាយជាម្ចាស់ពានលើកនេះទេលទ្ធភាពគឺមានភាគរយខ្ពស់ណាស់ very high chance បារាំងធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ចំនួន4ដងក្នុងចំណោម7លើកចុងក្រោយបង្អស់ឈ្នះឆ្នាំ1998និង2018លើកនេះពួកគេមានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការលុបលាងភាពឈឺចាប់កាលពីឆ្នាំ2022ដែលចាញ់អាសង់ទីននៅវគ្គផ្ដាច់ព្រ័ត្រប្រសិនបើលោក Didier Deschamps អាចរៀបចំតំបន់ប្រយុទ្ធដ៏មានតម្លៃរាប់រយលាននេះឲ្យស៊ីសង្វាក់គ្នាបានល្អបារាំងពិតជាបេក្ខភាពលេខ1ដែលពិបាកនឹងមានក្រុមណាមកទប់ទល់បានណាស់នៅក្នុងការវាយតម្លៃអត្រាភាគរយ Power Rankings មុនការប្រកួត World Cup 2025ចាប់ផ្ដើមបណ្ដាញព័ត៌មានភាគច្រើនបានដាក់បារាំងស្ថិតក្នុងចំណោមក្រុម Top 3ដែលមានឱកាសលើកពានខ្ពស់ជាងគេបំផុតរួមជាមួយអាសង់ទីននិងអង់គ្លេសអ្នកជំនាញជាច្រើនជឿថាបារាំងមានភាគរយឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Semifinals ជាដាច់ខាតហើយអ្វីបន្ទាប់ពីនោះគឺអាស្រ័យលើសំណាងនិងការរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងក្រុមធំដូចគ្នារាល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សុទ្ធតែផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើប្រធានក្រុម Kylian Mbappé សារព័ត៌មាននានាយល់ថាទម្រង់លេងនិងស្មារតីរបស់ Mbappé គឺជាកាតាលីករអ្នកកំណត់វាសនារបស់បារាំងប្រសិនបើគេលេងក្នុងទម្រង់កំពូលបារាំងគ្មានគូប្រកួតឡើយប៉ុន្តែគេក៏បានព្រមានផងដែរអំពីសម្ពាធពីខាងក្រៅនិងការរំពឹងទុកខ្ពស់ពេកពីអ្នកគាំទ្រដែលអាចបង្កើតជាសម្ពាធផ្លូវចិត្តដល់រូបគេនិងអាចប៉ះពាល់ដល់បរិយាកាសក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់របស់ក្រុម Team Chemistry ទោះបីជាបារាំងឈ្នះច្រើនប៉ុន្តែសារព័ត៌មានធំជាពិសេស Le Quip សារព័ត៌មានកីឡាដ៏មានឥទ្ធិពលរបស់បារាំងតែងតែរិះគន់ទៅលើទម្រង់លេងរបស់គ្រូបង្វឹកគេយល់ថាលោក Didier Deschamps ជួនកាលមានការប្រុងប្រយ័ត្នខ្លាំងពេកលេងបែបការពារយកមកចត់ដែលធ្វើឲ្យសក្តានុពលពិតប្រាកដនៃតំបន់ប្រយុទ្ធដ៏មានតម្លៃរាប់រយលានអឺរ៉ូត្រូវរងការរឹតបន្តឹងអ្នកវិភាគរបស់ Sky Sports បានកត់សម្គាល់ថាបើទោះបីជាទម្រង់លេងបែបនេះមើលទៅធុញទ្រាន់គឺសម្រាប់អ្នកទស្សនាប៉ុន្តែវាជាយុទ្ធសាស្ត្រគឺជាក់ស្ដែងនិយមគឺដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការប្រកួតពានរង្វាន់ធំ Tournament Football ដែលខុសពីការលេងលីកខែរដូវកាលវែង